គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាតោះថ្ងៃហ្នឹងខ្ញុំចេញវីដេអូតាក់ទងទៅនឹងកម្មវិធី Facebook មួយដែលខ្ញុំចង់បង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់កម្មវិធី Facebook ហើយគាត់មើល Facebook អាចមានបញ្ហាអាចអួលក៏ដូចជាវាដើរយឺត slow ពិបាកមើលអីចឹងណាអាហ្នឹងហេតុផលវាមានខ្លះវាអាចតាក់ទងទៅនឹងតន្ន័យដែលអត់បានការដែលយើងមើលពីអ្វីទៅវាជាប់ចឹងណាបងប្អូនអញ្ចឹងយើងចូលទៅក្នុងកម្ម Facebook នេះមកបន្តមកទៀតបងប្អូនចុចពាក្យថា menu តទៅពី menu ហើយយកពាក្យថាsetting and privacy បន្តមកទៀតបងប្អូនជ្រើសរើសយកពាក្យ setting នៅខាងលើនេះមកហ្នឹងហើយបន្តមកយើងអូសឡើងលើបងប្អូនចុចទៅលើពាក្យថា browser អារូបនេះចុចលើហ្នឹងមកបន្តមកទៀតបងប្អូនចុចធ្វើការ clear អាលើនេះចុច clear កន្លែងនេះមកបាទចុច clear ទៅហើយចុច clear អាខៀវនេះមកអញ្ចឹងអាក្រោមនេះវាកំពុងតែដំណើរការដល់ពេលបាត់អក្សរហ្នឹងវា clear ហើយបងប្អូនអូខេអញ្ចឹងពេល clear ហើយគឺហើយអញ្ចឹងយើងអាចធម្មតាអញ្ចឹងណាបងប្អូនណាបាទវាអាចថារលូនហើយដំណើរការស្រួលជាងមុនអញ្ចឹងណាអត់មានបញ្ហាដាក់ដួលហើយវីដេអូខ្ញុំខ្លីទេមានប៉ុណ្ណឹងទេអរគុណច្រើនជួបគ្នាវីដេអូបន្ត